សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនាំបងប្អូនទៅមើលកសិដ្ឋានមួយបាទរបស់ជនជាតិកូរ៉េបាទគឺជាប្រភេទ Smart Farm បាទអញ្ចឹងប្រភេទ Farm អស់នេះជាធម្មតាគឺបងប្អូនធ្លាប់តែឃើញនៅស្រុកគេបាទនៅដូចជានៅកូរ៉េនៅអ៊ីស្រាអែលអីអញ្ចឹងណាប៉ុន្តែប្រភេទកសិដ្ឋាននេះក៏យើងមាននៅខ្មែរដែរបាទដែរជនជាតិកូរ៉េគាត់រៀបចំធ្វើនៅស្រុកខ្មែរដើម្បីពិសោធន៍គ្រាប់ពូជបាទអញ្ចឹងគឺគាត់យកគ្រាប់ពូជពីប្រទេសរបស់គាត់ហ្នឹងគឺយើងយកមកពិសោធន៍នៅខ្មែរហ្នឹងបាទហើយនេះគឺជាការពេញប៉ោះបាទអញ្ចឹងជាការពេញប៉ោះរបស់គេគឺគេមានកន្លែងរុញរទេះរុញអីមកតំណងរបស់គេបាទស្អាតមែនតើបាទការរៀបចំរបស់គេបាទហើយតើតើទៅលើពេញប៉ោះនេះក៏យើងមានរស់នៅឡាក្តិនដែរបាទហើយរសជាតិរបស់វាក៏រៀងផ្អែមដែរបាទហើយនេះគឺយើងចូលមកដល់ចកាម្ទេសបាទចកាម្ទេសនេះដូចបងប្អូនឃើញអញ្ចឹងគឺប្រភេទពួកម្ទេសកូរ៉េបាទដែលកូរ៉េគិតចូលចិត្តញ៉ាំហ្នឹងបាទហើយបងប្អូនឃើញថាដូចអត់ស្រស់គ្នាបាទដោយសារតែគេដាំបិសោតគ្រាប់ពូជបាទអញ្ចឹងគឺវាមានកន្លែងខ្លះដាក់មុនដាក់ក្រោយឬក៏ប្រភេទបន្លែផ្សេងគ្នាអញ្ចឹងណាបាទហើយសម្រាប់ម្ទេសនេះឃើញគាត់បេះញ៉ាំឆៅអត់ថាឆ្ងាញ់បាទវាអត់ហឹរទេបាទតែញ៉ាំគាត់ថាឆ្ងាញ់ខ្ញុំក៏មិនដឹងដែរហើយម្ទេសនេះក៏យើងមានលក់នៅឡាក៏ដែរដោយសារតែយើងយកពីគាត់មកលក់រាល់ថ្ងៃបាទមិនមែនរាល់ថ្ងៃទេគឺគាត់មិនមែនប្រមូលផលបានច្រើនទេ4 5ថ្ងៃបាន10គីឡូ20គីឡូអីចឹងហ្នឹងហើយពេញប៉ោះហ្នឹងក៏ដូចគ្នាដែរប៉ុន្តែឥឡូវគឺរៀងស្រោបហើយបាទអញ្ចឹងតាក់ទងទៅលើតាពីរនាក់ហ្នឹងគាត់ចូលចិត្តផ្នែកកសិកម្មមែនតើបាទហើយនេះយើងចូលមកដល់កន្លែងចកាលឹកបាទចឹងលឹកហ្នឹងបងប្អូនផ្លែទៅដាំលឹកឡើងលឿនត្រើហ្នឹងបាទហើយបងប្អូនឃើញលឹកដែលគាត់កាន់ដៃគឺផ្លែគឺគេញ៉ាំប៉ុណ្ណឹងបាទទូចមែនតែនបាទអាហ្នឹងគេហៅថាជាប្រភេទ Apple Melon បាទខ្ញុំ surprise មែនតែដល់ពេលឃើញលឹកហ្នឹងបាទគឺនៅពេលដែលខ្ញុំពុះលឹកដែលគាត់កាន់ដៃហ្នឹងមកបាទគឺក៏ហមហើយសម្បកវាស្ដើងមែនតែនបាទហើយរសជាតិរបស់វាក៏ផ្អែមឆ្ងាញ់ដែរបាទគ្រាន់ថាតម្លៃរបស់វារៀងថ្លៃដែរបើនៅកូរ៉េគាត់និយាយថានៅកូរ៉េណាគឺ1គីឡូ$20បាទប៉ុន្តែដល់ពេលខ្ញុំសួរគាត់នៅខ្មែរហ្នឹងគាត់ថាលក់ឲ្យ1គីឡូ$5បាទគាត់ថាវាអត់មានច្រើនទេបាទដោយសារតែគាត់ដាំពិសោធន៍គ្រាប់ពូជបន្តិចហ្នឹងដូចបងប្អូនឃើញធ្នើខ្លះវានៅតែនេះដោយសារតែធ្នើខ្លះគាត់ទៅដាក់ដាំប្រភេទពូជព្រោះនៅក្នុងមួយរោងហ្នឹងគាត់មានពូជសក់ផងពូជរលឹកផងបាទដាំពូជច្រើនមែនទែនគាត់ពិសោធន៍គ្រាប់ពូជអញ្ចឹងណាបាទអញ្ចឹងខ្ញុំអត់មានអីច្រើនទេបាទសម្រាប់វីដេអូហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំគ្រាន់តែចង់បង្ហាញទាក់ទងទៅលើបច្ចេកទេសការរៀបចំកសិដ្ឋានរបស់ជនជាតិកូរ៉េដែលគាត់ធ្វើបាននៅខៀនស្វាយបាទ